កែនេះជួចាំមកហើយចុះឈ្មោះនៅកន្លែងធ្វើការតាមមែនទេនៅកាត់ថាចុះឈ្មោះធ្វើការទៀតបង្កបញ្ហាធំហើយដឹងទេបង្កបញ្ហាធំអីលោកបានបាយកូនប្រុសច្បាស់តកោជោពួកគេប្រកាសជានៅសំសឹកហើយនេះគឺមូលបតិណប័ត្រ100ពាន់យន់មិនថាយ៉ាងណាលោកក៏ដោយសារតែខ្ញុំទៅបង្កបញ្ហាដែរយកលុយនេះទៅបរទេសគេខ្លួនសិនទេខ្ញុំស្មានថារឿងធំប៉ុណ្ណាទៅនឹងអាចទុកចិត្តបានបើអ្នកតកោចូលមករករឿងខ្ញុំក៏ហើយចុះបើមកខ្ញុំនឹងកាច់បំបាច់ជើងគេមិនឲ្យគេដើររួចនោះទេខ្ញុំដឹងថាលោកកែវៃប៉ុន្តែតកោជោមិនមែនគ្រាន់តែប្រកែវៃគឺអាចដោះស្រាយបញ្ហាបានទេលោកទៅមកដល់ប្រហែលជាមិនដឹងពីភាពខ្លាំងរបស់តកោជោកុំគិតថាចេះក្បាច់គុណបន្តិចបន្តួចក៏ហ៊ានធ្វើអ្វីតាមចិត្តប្រយ័ត្នប្រយែងទៅមិនគ្រោះថ្នាក់កែនេះជួនាងកំពុងតែបារម្ភពីខ្ញុំមែនទេអ្នកណាថាបារម្ភពីលោកខ្ញុំបារម្ភថាលោកបាត់ខ្លួនដោយគ្មានមូលហេតុដល់ពេលនោះប៉ូលីសមកស៊ើបអង្កេតក្រុមហ៊ុនខ្ញុំមានបញ្ហានេះយ៉ាងណាក៏ដោយលោកនៅក្នុងក្រុមហ៊ុនខ្ញុំបើចឹងជួបរំខ្ញុំធ្វើការហើយអរគុណខ្ញុំទៅផ្នែកសន្តិសុខរាយការណ៍ឥឡូវនេះនាងកុំរំអីខ្ញុំដោះស្រាយរឿងមនុស្សខ្ញុំដោះស្រាយបានហើយលោកត្រឡប់មកវិញសៀសួយកុំដេញតាមទុកគេនៅកន្លោតដែរទុកនៅក្រៅភ្នែកយើងចាញ់រឿងអីទៅយើងនឹងអាចសម្របសម្រួលបានហើយភ្លេចទៅទោះបីជាមិនបានផ្ដល់មុខបានអស់ឲ្យខ្ញុំយ៉ាងណានាងក៏ជានារីដែលមានចិត្តល្អដែរមិនដឹងថាពុកម៉ែឆ្មិចទៅហើយទេអូនស្រីតូចក៏គួរតែអាយុ20ឆ្នាំដែរអ្នកណាតែនអូនស្រីអ្នកណានឹងមានការអីបងជាបងប្រុសរបស់អូនបញ្ញាប់បាត់ទ្វារទៅបងប្រុសហេឥឡូវនេះពួកបាក់ប្រាស់មិនសូវមានជំនាញទេខ្លាញ់បន្លំជាក្រុមគ្រួសារក៏មិនស៊ឹកសួរបានច្បាស់ខ្ញុំគ្មានបងប្រុសទេចាញ់ទៅបើមិនអញ្ចឹងខ្ញុំនឹងប្តឹងប៉ូលីសហើយហេតុអីក៏មិនទៅទៀតបើមិនទៅខ្ញុំពិតជាប្តឹងប៉ូលីសមែនហើយជប់អូនស្រីបងពិតជាបងប្រុសរបស់អូនពិតមែនកាលនោះគឺបងបានចាច់ចេញពីផ្ទះកៅនៅតូចអូនប្រហែលជាចាំបងមិនបានទេឪពុកម្ដាយអ្នកណាទេខ្ញុំមិននៅផ្ទះទេបើអញ្ចឹងធ្វើយ៉ាងម៉េចទៅហេមើលទៅមានតែចាំដល់ពុកម៉ែត្រឡប់មកវិញទើបអាចធ្វើរឿងធំបានរឿងដែលត្រូវធ្វើមិនទាន់គឺត្រូវរកលុយឲ្យបានឆាប់ដើម្បីសុំបំណុលហើយបងបាទបងពិតជាសង្ហាណាប្រាក់ខែមួយខែប៉ុន្មានដែរប៉ុន្មាន3000យន់ប្រហែលប៉ុណ្ណឹងប៉ុន្មាន3000យន់ទេពួកយើងសុទ្ធតែទៅបានថ្មីប្រាក់ខែត្រឹមប៉ុណ្ណឹងលុះត្រាតែបងមានស្នាដៃទើបអាចឡើងប្រាក់ខែបានអាយ៉ានេះដកប្រចាំខែអញ្ចឹងហើយណា3ខែដែរទើបសងរួច8000ជាងហើយមិនបានទេត្រូវតែប្រញាប់រកលុយមួយទៅមានតែធ្វើការក្រៅម៉ោងបងតាមផ្លូវក្បែរជើងនេះអាចធ្វើការថែមម៉ោងបានទេអត់បានការគ្រប់អត់បានការខ្ញុំចំណាយលុយច្រើនអត់ប្រយោជន៍ចិញ្ចឹមពួកឯងសន្តិសុខអត់បានការម្នាក់ក៏ដោះស្រាយមិនរួចលោកម្ចាស់ក្មេងប្រុសចូលឆាវនោះពុតជាអាចទៅបាំងពីហើយបិទមាត់ទៅឯងនេះហ៊ាននិយាយទៀតម្នាក់ធំប៉ុណ្ណេះសុទ្ធតែជាមនុស្សអត់ប្រយោជន៍យើងចិញ្ចឹមអត់ប្រយោជន៍ចុះបើលោកម្ចាស់ប្រាប់លោកម្ចាស់បាំងឲ្យទៅកំចាត់ទៅគោທາງនោះលោកម្ចាស់បាំងគឺជាអ្នកខ្លាំងអាចកំបាំងកំចាត់ក្មេងប្រុសនោះគឺពុតជាគ្មានបញ្ហាមិនបានរឿងនេះមិនអាចឲ្យលោកតាដឹងទេបើមិនដូច្នោះទេគាត់នឹងស្ដីបន្ទោសយើងទៀតហើយយើងដោះស្រាយខ្លួនឯងបងឡុងខ្ញុំចង់កំចាត់មនុស្សម្នាក់សូមបងឡុងចេញមុខវាច់កាច់ជើងគេមួយទៅបានអត់